សូមស្វាគមន៍នៅក្នុង podcast ថ្ងៃនេះយើងសូមលើកយកប្រធានបទសំខាន់មួយមកពន្យល់អំពី uninsured motorist coverage ឬធានារ៉ាប់រងសម្រាប់ករណីអ្នកបើកបរដែលគ្មានធានារ៉ាប់រងកាលពីពេលថ្មីៗនេះមានអតិថិជនចាស់ម្នាក់ដែលបានមកជួបនឹងលោកមេធាវី Lewis Haskell ហើយអតិថិជនរូបនេះមិនបានជួបលោកមេធាវីអស់រយៈពេលជាង20ឆ្នាំមកហើយការជួបគ្នាម្ដងនេះបានធ្វើឲ្យលោកមេធាវីនឹកឃើញដល់ករណីមួយដែលបានកើតឡើងកាលពីប្រហែលជា25ឆ្នាំមុននៅពេលនោះអតិថិជនរូបនេះនិងមិត្តភ័ក្តិពីរនាក់ទៀតបានរងរបួសក្នុងករណីគ្រោះថ្នាក់រថយន្តបុកហើយរត់ដំបូងពួកគេបានទៅរកមេធាវីម្នាក់ទៀតបន្ទាប់ពីកាន់ករណីប្រហែល1ឆ្នាំមេធាវីនោះក៏បានប្រាប់ថាពួកគេមិនអាចទទួលសំណងបានទេព្រោះមិនអាចរកឃើញអ្នកបើកបរដែលបង្កគ្រោះថ្នាក់ហើយក្រោយមកអ្នករងរបួសទាំង3នាក់បានមកជួបលោកមេធាវី Lewis Haskell ហើយមូលហេតុដែលលោកមេធាវី Lewis Haskell នៅតែចងចាំករណីនេះបានច្បាស់គឺដោយសារករណីនេះមានអ្នករងរបួស3នាក់ហើយនៅទីបំផុតពួកគេទាំង3នាក់បានទទួលសំណងលោកមេធាវីបានទទួលសំណងចំនួន$50,000សម្រាប់អ្នករងរបួសម្នាក់ដែលជាចំនួនអតិបរមានៃប័ណ្ណធានារ៉ាប់រងចំណែកអ្នករងរបួស2នាក់ទៀតក៏ទទួលបានសំណងល្អៗផងដែររឿងនេះសំខាន់ណាស់ពីព្រោះថាមនុស្សជាច្រើនគិតថាបើសិនជាជួបគ្រោះថ្នាក់បុកហើយរត់ហើយរកអ្នកដែលបើកបរមិនឃើញនោះគ្មានធានារ៉ាប់រងណាអាចផ្ដល់សំណងបានទេប៉ុន្តែការគិតបែបនេះគឺមិនត្រឹមត្រូវទេនៅរដ្ឋ Massachusetts ម្ចាស់រថយន្តត្រូវមាន uninsured motorist coverage ហើយនេះគឺជាធានារ៉ាប់រងដែលច្បាប់តម្រូវឲ្យមានដើម្បីការពារអ្នកនៅពេលដែលអ្នករងរបួសដោយសារអ្នកបើកបរដែលគ្មានធានារ៉ាប់រងឬអ្នកបើកបរដែលបុកហើយរត់ហើយមិនអាចកំណត់អត្តសញ្ញាណបានUninsured motorist coverage អាចអនុវត្តបានក្នុងករណីសំខាន់ពីរករណីទី1គឺរថយន្តដែលបង្កគ្រោះថ្នាក់មិនមានធានារ៉ាប់រងចំណែកឯករណីទី2គឺអ្នកបើកបរបុកហើយរត់ហើយមិនអាចរកឃើញរថយន្តឬអ្នកបើកបរនោះបាននៅក្នុងករណីដែលបានរៀបរាប់ខាងលើម្ចាស់ប័ណ្ណធានារ៉ាប់រងបានទិញ uninsured motorist coverage បន្ថែមដែលមានកម្រិតខ្ពស់ជាងចំនួនអបបរមាហើយនេះហើយគឺជាមូលហេតុដែលអ្នករងរបួសម្នាក់អាចទទួលបានសំណងរហូតដល់ទៅ$50,000ដូច្នេះបើអ្នករងរបួសក្នុងករណីបុកហើយរត់សូមកុំសន្និដ្ឋានភ្លាមថាអ្នកគ្មានសិទ្ធិទទួលបានសំណងហើយបញ្ហាមួយទៀតដែលមនុស្សជាច្រើនមិនដឹងគឺប័ណ្ណធានារ៉ាប់រងមួយណាដែលត្រូវបានអនុវត្តមនុស្សជាច្រើនគិតថាបើខ្លួនកំពុងតែជិះរថយន្តរបស់អ្នកដទៃនោះត្រូវប្រើធានារ៉ាប់រងរបស់រថយន្តនោះប៉ុន្តែវាមិនមែនបែបនេះជានិច្ចកាលនោះទេជាទូទៅ uninsured motorist coverage គឺជាធានារ៉ាប់រងដែលការពារបុគ្គលមិនមែនគ្រាន់តែការពាររថយន្តមួយគ្រឿងនោះទេឧទាហរណ៍បើសិនជាអ្នកកំពុងតែជិះនៅក្នុងរថយន្តរបស់អ្នកដទៃហើយរថយន្តនោះត្រូវបានបុកដោយអ្នកបើកបរដែលបុកហើយរត់ធានារ៉ាប់រងរបស់អ្នកផ្ទាល់អាចជាធានារ៉ាប់រងដែលផ្ដល់សំណងឲ្យអ្នកដូចគ្នានេះដែរបើអ្នកដទៃកំពុងជិះក្នុងរថយន្តរបស់អ្នកធានារ៉ាប់រងរបស់ពួកគេផ្ទាល់អាចជាធានារ៉ាប់រងដែលត្រូវអនុវត្តសម្រាប់របួសពួកគេបើអ្នករងរបួសមិនមានរថយន្តឬមិនមានប័ណ្ណធានារ៉ាប់រងផ្ទាល់ខ្លួនពួកគេអាចមានធានារ៉ាប់រងតាមរយៈប័ណ្ណរបស់សមាជិកគ្រួសារដែលរស់នៅក្នុងផ្ទះជាមួយគ្នាចំណុចនេះឃើញញឹកញាប់នៅពេលដែលកូនរស់នៅជាមួយឪពុកម្ដាយកូនមិនមានរថយន្តផ្ទាល់ខ្លួននោះទេប៉ុន្តែអាចត្រូវបានការពារដោយប័ណ្ណធានារ៉ាប់រងរបស់ឪពុកម្ដាយជាទូទៅសមាជិកគ្រួសារដែលអាចពាក់ព័ន្ធនឹងធានារ៉ាប់រងនេះគឺអ្នកដែលរស់នៅជាមួយគ្នានិងមានទំនាក់ទំនងតាមរយៈសាច់ញាតិអាពាហ៍ពិពាហ៍ឬការសុំកូនចិញ្ចឹមក្នុងករណីខ្លះប័ណ្ណដែលត្រូវប្រើអាចជាប័ណ្ណរបស់ឪពុកម្ដាយបងប្អូនឬសមាជិកគ្រួសារផ្សេងទៀតដែលមានលក្ខខណ្ឌគ្រប់គ្រាន់មនុស្សមួយចំនួនមានការព្រួយបារម្ភថាបើដាក់ពាក្យទាមទារសំណងតាមប័ណ្ណរបស់សមាជិកគ្រួសារនោះថ្លៃធានារ៉ាប់រងរបស់ពួកគេអាចនឹងកើនឡើងប៉ុន្តែការដាក់ uninsured motorist claim គឺមិនដូចនឹងការទាមទារក្នុងគ្រោះថ្នាក់ដែលម្ចាស់ប័ណ្ណជាអ្នកបង្កនោះឡើយនៅក្នុងរដ្ឋ Massachusetts អ្នកដាក់បន្ទុកថ្លៃធានារ៉ាប់រងបន្ថែមដោយសារគ្រោះថ្នាក់ជាទូទៅវាពាក់ព័ន្ធនឹងការកំណត់ថាអ្នកបើកមានកំហុសលើសពី 50% បើអ្នកកំពុងតែដាក់ uninsured motorist claim ជាទូទៅនោះមានន័យថាអ្នកកំពុងទាមទារសំណងដោយសារអ្នកបើកបរម្នាក់ទៀតដែលគ្មានធានារ៉ាប់រងឬបានបុកហើយរត់បើសិនជាអ្នកមិនមានធានារ៉ាប់រងផ្ទាល់ខ្លួនហើយមិនមានសមាជិកគ្រួសារណាម្នាក់ដែលរស់នៅជាមួយអ្នកនិងមានប័ណ្ណធានារ៉ាប់រងដែលអាចអនុវត្តបានទេនោះក្នុងករណីខ្លះអ្នកអាចត្រួតពិនិត្យមើល uninsured motorist coverage របស់រថយន្តដែលអ្នកកំពុងតែជិះដូច្នេះជាច្រើនករណីអាចនឹងមាន uninsured motorist coverage ដែលផ្ដល់ការការពារប៉ុន្តែត្រូវពិនិត្យមើលប័ណ្ណធានារ៉ាប់រងទំនាក់ទំនងគ្រួសារទីលំនៅនិងកម្មសិទ្ធិរថយន្តឲ្យបានត្រឹមត្រូវបើអ្នករងគ្រោះក្នុងករណីបុកហើយរត់អ្វីដែលសំខាន់បំផុតគឺត្រូវប្រមូលនិងរក្សាភស្តុតាងឲ្យបានច្រើនតាមដែលអាចធ្វើបានទី1ត្រូវហៅប៉ូលីសភ្លាមរបាយការណ៍ប៉ូលីសដ៏ល្អមួយអាចជួយបញ្ជាក់បានថាគ្រោះថ្នាក់ពិតជាបានកើតឡើងហើយវាពាក់ព័ន្ធនឹងអ្នកបើកបរដែលមិនអាចកំណត់អត្តសញ្ញាណបានហើយចំណុចទី2គឺត្រូវថតរូបឲ្យបានច្រើននៅកន្លែងកើតហេតុ
ថតរូបការខូចខាតរថយន្តបំណែករថយន្តដែលធ្លាក់នៅលើផ្លូវស្នាមកង់ទីតាំងរថយន្តផ្លូវផ្លាកសញ្ញាចរាចរណ៍និងរបួសរបស់អ្នកភស្តុតាងទាំងនេះមានសារៈសំខាន់នៅក្នុងករណីខ្លះក្រុមហ៊ុនធានារ៉ាប់រងអាចប្រកែកថាគ្រោះថ្នាក់នេះមិនបានកើតឡើងតាមការរៀបរាប់របស់អ្នកមេធាវី Haskell ធ្លាប់មានករណីមួយដែលអតិថិជនត្រូវបានអ្នកបើកបរម្នាក់បុកហើយរត់ហើយក្រុមហ៊ុនធានារ៉ាប់រងបានប្រកែកយ៉ាងខ្លាំងថាគ្រោះថ្នាក់នេះគឺមិនបានកើតឡើងនោះទេប៉ុន្តែអតិថិជនបានហៅប៉ូលីសភ្លាមករណីនេះត្រូវបានដាក់បណ្ដឹងប្រឆាំងនឹងក្រុមហ៊ុនធានារ៉ាប់រងហើយមន្ត្រីប៉ូលីសដែលបានទៅកន្លែងកើតហេតុក៏បានផ្ដល់សេចក្តីកម្មផងដែរមន្ត្រីប៉ូលីសរូបនោះជឿជាក់យ៉ាងច្បាស់ថាគ្រោះថ្នាក់ពិតជាបានកើតឡើងមូលហេតុគឺគាត់បានឃើញបំណែកភ្លើងក្រោយរបស់រថយន្តអតិថិជនដែលបែកហើយបំណែកទាំងនោះស្ថិតនៅលើដីត្រង់ទីតាំងដែលគ្រោះថ្នាក់បានកើតឡើងមន្ត្រីប៉ូលីសក៏ធ្លាប់មានបទពិសោធន៍ផ្នែកស៊ើបអង្កេតនិងវិភាគគ្រោះថ្នាក់ចរាចរណ៍ផងដែរគាត់បានពិនិត្យវាស់វែងនិងកត់ត្រាភស្តុតាងនៅកន្លែងកើតហេតុយ៉ាងលម្អិតដោយសារតែភស្តុតាងទាំងនោះក្រុមហ៊ុនធានារ៉ាប់រងពិបាកនឹងបដិសេធថាគ្រោះថ្នាក់មិនបានកើតឡើងដូច្នេះហើយប្រសិនបើអ្នកជួបនឹងគ្រោះថ្នាក់បុកហើយរត់សូមកុំអស់សង្ឃឹមត្រូវហៅប៉ូលីសថតរូបប្រមូលព័ត៌មានរកសាក្សីរកមើលកាមេរ៉ាសុវត្ថិភាពនិងរក្សាឯកសារព្យាបាលទាំងអស់ហើយសំខាន់បំផុតគឺត្រូវពិគ្រោះជាមួយមេធាវីផ្នែករងរបួសឲ្យបានឆាប់ដើម្បីឲ្យមេធាវីអាចពិនិត្យមើលថាតើបានធានារ៉ាប់រងមួយណាអាចផ្ដល់សំណងនិងតើត្រូវចាត់វិធានការអ្វីខ្លះដើម្បីការពារសិទ្ធិរបស់អ្នកបើអ្នករងរបួសដោយសារអ្នកបើកបរគ្មានធានារ៉ាប់រងឬក្នុងគ្រោះថ្នាក់បុកហើយរត់សូមតាក់ទងការិយាល័យមេធាវី Lewis Haskell តាមរយៈលេខទូរស័ព្ទ978 459 8359ដើម្បីពិភាក្សាអំពីករណីរបស់លោកអ្នក